Đôi giờ gì bị đau mà cứ cảផលិតចេញផលិតផលស្រេចសម្រាប់ហ្នឹងគឺពិបាកណាស់ធ្វើពី A ដល់ Z ហ្នឹងគឺពិបាកខ្លាំងវាត្រូវការចាយពេលតាំងពីឈើយើងត្រូវកាត់ឈើយកមកដល់កន្លែងនៅរោងត្រូវស្តុករយៈពេល2អាទិត្យ3អាទិត្យដើម្បីឲ្យឈើនឹងស្ងួតដើម្បីយកអាមកកុំឲ្យវាប្រេះដល់យើងដល់ពេលយើងអាហើយយកមកយើងត្រូវចូលឡសម្ងួតឲ្យវាស្ងួតរយៈពេល1ខែទៀតដើម្បីសម្ងួតឈើនឹងឲ្យវាស្ងួតឲ្យសល់សំណើមក្រោម12ដើម្បីយើងយកមកធ្វើផលិតចេញជាជ្រុញនឹងបានអញ្ចឹងណាយើងស្ងួតយកមកហើយយើងត្រូវឈូសមួយខែក្រោយមកយើងយកចេញមកយើងត្រូវឈូសឆាយសម្អាតវាឲ្យស្អាតមកហើយបានយើងយកមកគៀបតចូលគ្នាបានយើងយកមកឈូសសម្អាតថែមទៀតហើយយើងនិយាយទៅដំណាក់កាលជ្រើវែងឆ្ងាយមែនតើតែម្ដងក៏ប៉ុន្តែឥឡូវយើងដោយសារយើងធ្វើហើយយើងចេះហើយយើងទម្លាប់ហើយយើងអាចធ្វើបានហើយអញ្ចឹងជ្រុញនេះនិយាយទៅគឺចំណាយពេលច្រើនមែនតើតែវាសមត្ថភាពសម្រាប់បងប្អូនយកទៅប្រើ100%មកលើចំណីអាហារអញ្ចឹងវាសមត្ថភាពព្រោះជ្រុញវាសំខាន់ណាបើគាត់ត្រូវជ្រុញឲ្យបានត្រឹមត្រូវយកជ្រុញជ័រជ្រុញអីមកប្រើហ្នឹងទៅជ្រុញដែលមានសារជាតិគីមីដែលគេត្រាំឆ្នាំឧទាហរណ៍ឈើផ្សេងវាមានជ័រមានអីហ្នឹងគេយកទៅត្រាំឆ្នាំការពារផ្សិតការពារអីបានយកមកធ្វើជ្រុញធ្វើឲ្យឡើងវិញអញ្ចឹងវាធ្វើសម្ភារៈទាំងបាយវាអាចប៉ះពាល់សុខភាពខ្លាំងតែដោយសារគេតម្លៃវាថោកអញ្ចឹងបងប្អូនគាត់អត់ដឹងគាត់ជាទិញអញ្ចឹងណាវិញគាត់ឃើញថោកគាត់ជាទិញអញ្ចឹងគេធ្វើបានដោយសារវាថោកខ្ញុំត្រូវការផលិតហ្នឹងគឺវែងឆ្ងាយច្រើនដូចនិយាយវិញត្រូវការយកឈើទៅសម្ងួតអីរយៈពេល1ខែមកស្ងួតមិនយកមកអញ្ចឹងมันវាអត់មានដុសផ្សិតអត់មានអីវាប៉ះពាល់ដល់សុខភាពការផលិតនេះខ្ញុំគិតសំខាន់ជាងគេគឺសុខភាពសុវត្ថិភាពលើបងប្អូនយកទៅប្រើប្រាស់ព្រោះជ្រុញនេះជាក់ស្ដែងសំខាន់លក់តែក្នុងស្រុកខ្មែរយើងទេអញ្ចឹងយើងត្រូវធ្វើឲ្យល្អឲ្យសុវត្ថិភាពយកទៅដាក់មែនតើមកទៅលើសុវត្ថិភាពលើកុំឲ្យប៉ះពាល់សុខភាពរបស់គាត់ទៅប្រើហ្នឹងបងអាចជំរាបបានទេប្រភេទឈើម៉ៃសាក់នេះគឺជាប្រភេទឈើអីក្នុងចំណោមប្រភេទឈើប៉និតឈើម៉ៃសាក់ហ្នឹងគឺទី1បើយើងនិយាយពីនៅស្រុកខ្មែរយើងគឺដើមឈើធម្មជាតិដែលចេញពីព្រៃហ្មងគឺអត់មានទេគឺយើងយកពូជមកពីស្រុកគេមកដាំទេបាទអញ្ចឹងវាប្រកាត់ពូជមកពីស្រុកគេមកពីបារាំងមកពីអីហ្នឹងយកមកពីឥឡូវមានច្រើនគេប្រកាត់คล้ายៗមកពីខាងប្រទេសឥណ្ឌាប្រទេសអីក៏ដាំច្រើនដែរហើយយើងយកពូជកូនពូជហ្នឹងមកពីគេឈើម៉ៃសាំងស្រុកខ្មែរអត់មានទេបើអង់គ្លេសគេហៅ thick wood ហ្នឹងហើយស្រុកខ្មែរហ្នឹងគឺអត់មានឈើដែលក្នុងព្រៃក៏អត់មានឲ្យខាតមកអញ្ចឹងយើងយកមកប្រកាត់ដាំទៅបីនៅស្រុកគេរងថ្ងៃហ្នឹងនៅខាងឡាវខាងអីគេដាំច្រើនដែរហើយប្រភេទឈើនេះគឺគេយកទៅធ្វើនិយាយទៅមកគេយកទៅធ្វើលើគ្រឿងសម្ភារៈប៉និតដូចជាតុកទូគ្រឿងអាហារហ្នឹងគឺថ្លៃខ្លាំងនៅប៉ៃអឺរ៉ុបហ្នឹងគឺគេលឺតែឈើម៉ៃសាំងគឺគេថាអូថ្លៃណាស់ចាចុះបងបច្ចុប្បន្នគាត់បងមានដាំបន្ថែមទៀតទេបាទបច្ចុប្បន្នហ្នឹងខ្ញុំអត់ដាំបន្ថែមទៀតដោយសារដីយើងមានចំនួន130ហិកតាហើយយើងដាំហ្នឹងហើយយើងរៀងរាល់ឆ្នាំយើងប្រើអស់តែ10ហិកតាទេយើងរៀងរាល់ឆ្នាំយើងកាត់10ហិកតារហូតដល់13ឆ្នាំយើងកាត់មុនវាដុះឡើងវិញយើងថែទាំអានោះថែទាំរហូតអញ្ចឹងវាថាវិលជុំបានចាវិលជុំបានអញ្ចឹង13ឆ្នាំក្រោយយើងយកអាទៀងកាប់ដំបងយកមកប្រើទៀតបានយើងថែទាំវាបាទកាប់ឲ្យដុះឡើងវិញយើងគ្រាន់ថែទាំវាដុះបើយើងកាប់ម្ដងមានទៅវាពេលវាដុះវិញដុះ4 5ដើមទៅយើងកាត់ទៅចោលអស់ទុកតែម្ដងទៅយើងថែទាំម្ដងទៅគុណភាពលឿនជាងអាមុនទៀតលឿនជាងអាយើងដាំដំបងដោយសារយើងដាំនៅខាងកាត់ក្រោយហ្នឹងអាគល់រឹសដែលវានៅសល់ហ្នឹងគឺវាខ្លាំងយើងកម្លាំងខ្លាំងអាចដុះមកវាធំធាត់លឿនវាផ្ដល់យើងទៅបើយើងthấyវាផ្ដល់កម្លាំងខ្លាំងវាស្ទុះលឿនធំដូចកាលពីមុនខ្ញុំដាំ3ឆ្នាំគឺប៉ិនកដៃឯង3 4ឆ្នាំគឺប៉ិនកដៃក៏ជឿតែឥឡូវយើងកាត់ឲ្យ3ឆ្នាំមកចង់ប៉ិនកផ្លូវហើយវាធំលឿនជាងបាទបងពីដើមដែលបងចាប់ផ្ដើមអាជីវកម្មនេះមកដល់ពេលបច្ចុប្បន្ននេះឃើញថាសន្ទុះយ៉ាងណាដែរចាពីពេលដែលយើងចាប់ផ្ដើមអាជីវកម្មនឹងដំបូងឆ្នាំ2021ចាប់ផ្ដើមកែច្នៃធ្វើជាសម្ភារៈសម្រាប់ហ្មងយកមកលក់ចូលទីផ្សារបងនឹងអត់សូវមានអ្នកគ្រប់គ្រងច្រើនទេគេអត់ស្គាល់គេអត់ដឹងអញ្ចឹងណាប៉ុន្តែយើងព្យាយាមធ្វើវីដេអូព្យាយាមបញ្យល់គាត់ព្យាយាមបង្ហាញឲ្យគាត់ដឹងឲ្យប្រជាពលរដ្ឋយើងដឹងថាគុណភាពផលិតផលរបស់យើងមិនអាចវាអត់ប៉ះពាល់សុខភាពវាអាចធ្វើឲ្យផ្សេងតែពីផលប្រយោជន៍ពេលជ្រុញម៉ៃសាំងឲ្យគាត់ដឹងហើយគាត់ព្យាយាមយល់គាត់ទិញយើងយកទៅប្រើហើយឥឡូវរយៈចុងក្រោយឆ្នាំ2025ហ្នឹងគឺផ្ទុះខ្លាំងតែម្ដងគឺដោយសារមានការពាក់ឯកាផលិតផលខាងតេលេ2ហ្នឹងអត់យកចូលមកកើតហើយអានេះគឺតេលេ2ហ្នឹងគឺស្រឡាញ់ខ្លាំងគឺផលិតខ្លាំងមែនម៉ៃសាក់ហ្នឹងគឺតាមពិតវិញនិយាយចាក់ស្ដែងហ្នឹង
គឺនៅខាងថៃនឹងគឺច្រើនមែនតើមកឲ្យគេឈើប្រភេទថាធ្វើវាំងស្ដាច់ធ្វើអីហ្នឹងគឺយករកតែឈើប្រភេទម៉ៃសាក់ហ្នឹងទេតែយកទៅធ្វើនឹងរឿងសង្ហារឿងបណ្ឌិតរបស់ផ្ទះអ្នកធំអ្នកសិទ្ធិហ្នឹងគឺយកឈើម៉ៃសាក់នៅផ្ទះលេខ2ហ្នឹងគឺគេស្រឡាញ់ខ្លាំងឈើម៉ៃសាក់ហ្នឹងដល់ពេលយើងពាក់ឯកាជប់ប្រើទៅចូលមកការឯកាចឹងរបស់យើងហ្នឹងគេកាន់គ្រប់ត្រូលច្រើនទៅយើងលក់ដាច់និយាយទៅសឹងតែអត់មានអីវ៉ាន់ដូចបងឃើញទៅពីពណ៌ម្ដងគឺមនុស្សរហូតមើលទិញឡើងអត់មានអីវ៉ាន់លក់រាល់ថ្ងៃហ្នឹង ចាចុះបងទៅ